ตัวเองมันโยนที่อารมณ์มั้ยខ្ញុំធំទ្រាំในการยุติមកធំទ្រាំในការការពារមកខាងណាអង្គក៏មិនចង់លឺមកនេះចំនួនទេពីព្រោះចំនួនរបស់មកគ្មានអ្វីការពីលុយខ្ញុំធំទ្រាំចំពោះរឿងនេះខ្លាំងណាស់មិនគួរណាពួកយើងយកជីវិតមកទីនេះទេខ្ញុំធំទ្រាំនឹងជីវិតទីនេះខ្លាំងណាស់ស្អែកនេះខ្ញុំនៅឡើងយន្តហោះទៅអាមេរិកហើយខ្ញុំនឹងលក់ភាវរបស់ខ្ញុំទាំងប៉ុន្មាននៅអាគារដែលបានបន្សល់ទុកឲ្យខ្ញុំហើយខ្ញុំនឹងចេញអផុតពីទីនេះមកក៏គួរធ្វើអញ្ចឹងដែរគួរតែចាក់ចេញជាមួយខ្ញុំទៅនៅទីនេះធ្វើស្អីទៅមានបានសូមជួយខ្ញុំឲ្យរកគេឃើញឲ្យបាត់ចឹងខ្ញុំគ្រាន់តែចង់បានកូនប្រុសត្រឡប់មកវិញសូមមេត្តាផងសូមព្រះជាម្ចាស់ឲ្យគេបានជាមនុស្សល្អចេះមើលថែគេកុំឲ្យមនុស្សអាក្រក់ធ្វើបាបគេអីសូមព្រះជាម្ចាស់ជួយមើលគេផងស្បែកជើងរបស់កូនស្អាតណាស់ឃើញទេស្អាតទេស្រឡាញ់ទេកូនចូលចិត្តដែរទេមើលចោលកូនប្រុសពិតជាស្អាតណាស់ពេលនេះឯងដឹងខ្លួនវិញហើយតែយើងមិនឲ្យឯងជួបគេវិញទេអ្នកនេះនិយាយរបស់ឯងមិនអាចណារកឯងឃើញណាឯងត្រូវតែប្រាប់ប្រាក់ពីម្ដាយរបស់ឯងទៅរៀងរហូតគ្មានទេហើយឲ្យយើងដើរចេញហើយទុកអ្វីគ្រប់យ៉ាងឲ្យគេមែនទេតាមតែមកទេនេះគ្រាន់តែជាកំណត់របស់ខ្ញុំត្រង់មកតាមឬក៏អនសាច់តែមកតាមមិនដឹងថានៅធ្វើអ្វីទេចាក់ចេញទៅបើមកនៅទីនេះឲ្យមកចាញ់មកចុះមកជីវិតទីនេះហើយដូច្នេះហើយបានជាមកតែខាត់ត្រូវតែឈ្នះមកនឹងយកអ្វីគ្រប់យ៉ាងមកវិញទាំងផ្ទះនិងក្រុមហ៊ុនសិតតែជារបស់ម៉ាក់មិនអាចទេព្រោះវាមិនមែនជារបស់ម៉ាក់ទេគឺស្រីម្នាក់នោះដណ្ដើមយកប៉ាឯងពីម៉ាក់ទៅអូវីដូថ្ងៃនេះនាងមកប្រាប់ខ្ញុំថានាងអត់ស្រឡាញ់ខ្ញុំទេអ្វីដែលនាងកំពុងតែគិតគឺមានតែតាមរកកូនប្រុសរបស់នាងខ្វល់តែពីរឿងមួយហ្នឹងហើយនឹងចង់តាក់ទងជាមួយនឹងនីកូវិញខ្ញុំក៏យល់ព្រមព្រោះវាជាជំរឿនរបស់គេមកក៏គួរតែដូចខ្ញុំអញ្ចឹងដែរទៅអញ្ចឹងហើយមកជាខ្ញុំសម្រេចចិត្តចាក់ចេញតែម៉ាក់ពិតជាមិនអាចចាក់ចេញពីកន្លែងនេះបានទេកូនប្រុសគឺជាមួយនឹងខ្ញុំទៅមានតែវិធីនេះទេគ្មានជំរឿនអ្វីផ្សេងទេចាក់ចេញពីទីក្រុងនេះទៅម៉ាក់ទៅសិនហើយអ្នកមកចាំបន្តិចណាបាននាងត្រឡប់មកវិញទីព្រះជាម្ចាស់ពិតជាទទួលពាក្យបន់ស្រន់របស់យើងពិតមែនអរគុណតែមិនបោះបង់ខ្ញុំចោលអត់ទេអូវីដូគឺពួកយើងមិនដែលបោះបង់នាងម្ដងណាទេពួកយើងតែមើលនាងប៉ុន្តែនាងមិនចងចាំពួកយើងទេមកពីជំនឿរបស់នាងពួកយើងយល់គ្មានអ្នកណាប្រកាន់នឹងនាងទេមិនគួរឲ្យចេះតែសោះថាខ្ញុំត្រូវរស់នៅទីនេះអស់ជាមួយឆ្នាំមែនហើយគ្រប់គ្នាបារម្ភពីនាងខ្លាំងណាស់ពិសេសពីគ្រូគេមិនអាចទទួលយកពេលដែលឃើញសុភាពដូចនេះគឺ
និយាយតាមត្រង់មិនមែនដោយសារគេជាកូនប្រុសខ្ញុំទេក៏ប៉ុន្តែមិនយល់ទេហេតុអីបានជាគេទទួលការឈឺចាប់យ៉ាងនេះនេះដោយសារតែគេជាមនុស្សពិតខ្ញុំក៏ជាអ្នកដែលធ្វើឲ្យគេឈឺចាប់ដែលបដិសេធនៅទង្វើដែលគេបានផ្ដល់ឲ្យមិនអីទេមកភ្លេចរឿងទាំងនេះចោលទៅព្រោះថាពេលវេលាកន្លងទៅហើយចាមែនហើយកាលអ្នកបងដើម្បីខ្ញុំបាត់ដងដល់ប្រសាបរិសុទ្ធបានបង្ហាញប្រាប់ខ្ញុំអស់ទៅហើយនេះក៏មានគុណណាស់គេជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតខ្ញុំដូច្នេះពួកយើងត្រូវតែពួតដៃគ្នាទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែតាមរកនេះគេទៅឲ្យឃើញដែរពិតជាសប្បាយចិត្តណាស់ដែលឮនាងនិយាយដូចនេះអូវីដូខ្ញុំដឹងថាអ្វីដែលនីហ្គូត្រូវធ្វើគឺត្រូវតាមរកឌីគីតូឲ្យនាងបីនៅក្នុងដៃអេស្ពេរ៉ាន់សាក៏ជាម្ដាយគេដូចខ្ញុំដែរអ្នកច្បាស់ជាយល់ពីខ្ញុំជាងអ្វីទាំងអស់ខ្ញុំចង់បានបំផុតនៅពេលនេះគ្មានអ្វីក្រៅពីចង់បានកូនប្រុសមកវិញទេខ្ញុំចង់ចេញពីទីនេះដើម្បីដល់រកកូនរបស់ខ្ញុំមិនចង់ស្នាក់នៅកន្លែងនេះទៀតទេខ្ញុំចង់ចេញពីទីនេះណាខ្ញុំយល់ពីអារម្មណ៍របស់នាងហើយខ្ញុំស្របនឹងគំនិតនាងវាគឺជាការពិតដែលនាងត្រូវស្វែងរកកូនរបស់ខ្លួនឯងឲ្យឃើញវិញអរគុណអេស្ពេរ៉ាន់សាអ្នកប្រៀបដូចជាទេវតាដែលតាមថែរក្សាខ្ញុំអញ្ចឹងខ្ញុំនឹងនៅបន្តការស្រឡាញ់នេះទៀតនឹងនៅតែបន្តធ្វើជាទេវតាថែរក្សានាងរហូតព្រមទាំងកូនប្រុសរបស់ខ្ញុំហើយនឹងចៅប្រុសខ្ញុំទៀតព្រោះថាគ្រួសារមានសារៈសំខាន់ណាស់សម្រាប់ជីវិតម្នាក់ៗគឺក្នុងលោកនេះ